សួស្តីបងប្អូនថ្នាក់ទី12ស្វាគមន៍មកកាន់វីដេអូថ្មីយើងថ្ងៃនេះយើងមកសិក្សាចំណុចទី2ធំគឺ command នៃបម្រែបម្រួលមាត្រវាចំណុចទី1គឺ command នៃសម្ពាធថេរចឹងកុំឲ្យខាត់ពេកយើងចាប់ផ្ដើមទាំងអស់គ្នាតែម្ដងបាទអញ្ចឹងយើងមើលរូបអញ្ចឹងប្រភេទលំហាត់នេះភាគច្រើនគេឲ្យរូបណាបាទអញ្ចឹងរូបយើងនេះគឺជារូបតំណាងឲ្យយ៉ាក្រាម PV បាទយ៉ាក្រាម PV ដែលអឈរគឺជាអសម្ពាធបាទអញ្ចឹងនៅក្នុងវងកញ្ចក់គឺជាຂະຫນាតរបស់វារីឯអដេកគឺជាអមាត្របាទមាត្រនៅក្នុងវងកញ្ចក់ក៏ជាຂະຫນាតដែរអញ្ចឹងនៅករណីដែលកម្មន់នៃសម្ពាធថេរមានន័យថានៅលើអសម្ពាធមានសម្ពាធតែមួយកន្លែងទេតែអ្វីដែលប្រែប្រួលគឺមាត្រប្រែប្រួលពី V1 មក V2 ឬក៏ V ដើមមក V ស្រាច់ចុះ V ដើមនៅពេលណា V ស្រាច់នៅពេលណាអញ្ចឹងយើងមើលព្រួញបាញ់ទៅខាងណាខាងនឹងគឺស្រាច់អញ្ចឹងព្រួញបាញ់មកទីតាំង2អញ្ចឹងតម្លាក់ចំណោកែងមកចំ V នៅលើអមាត្រ V2 គឺជា V ស្រាច់នៅពីក្រោយព្រួញគឺជា V ដើមបាទ V1 ណាបាទអញ្ចឹងយើងមើលរូបរាងរបស់យ៉ាក្រាមយើងពេលហ្នឹងយើងបានខ្សែបិទមួយដែលរូបរាងរបស់វាគឺជាចតុកោណកែងឬការ៉េអញ្ចឹងដើម្បីរកកាឡាផ្ទៃរបស់ចតុកោណកែងឬការ៉េកាឡាផ្ទៃរបស់ចតុកោណកែងឬការ៉េរបស់រូបយើងហ្នឹងវាគឺជាកំមន់តែម្ដងបាទអញ្ចឹងយើងដឹងហើយកាឡាផ្ទៃរបស់ចតុកោណកែងត្រូវយកបណ្ដោយគុណទៅតឹងអញ្ចឹងយើងមើលណាបណ្ដោយគឺពី0ដល់ p អញ្ចឹងបាទគឺ p បាទគុណឲ្យទៅតឹងគឺជា v1 មកដល់ v2 អញ្ចឹងពី v1 មកដល់ v2 នេះគឺជាបម្រែបម្រួលមាត្របាទគឺ delta v គឺ delta v អញ្ចឹងកាឡាផ្ទៃរបស់រូបរបស់យើងហ្នឹងវាគឺជាកម្មន់នៃសម្ពាធថេរតែម្ដងបាទអញ្ចឹងតេតងរូបនេះបើគេឲ្យຂະຫນាតខុសពីប៉ាស្កាល់ទៅធ្វើលំហាត់ត្រូវបំបែកទៅជាប៉ាស្កាល់ទាំងអស់តែខ្លះគេឲ្យមកជា atmosphere ATM ក៏ត្រូវ atmosphere មកជាប៉ាស្កាល់ដែរពេលខ្លះគេឲ្យមកជា មីលីម៉ែត្របារ៉តក៏បំបែកទៅជាប៉ាស្កាល់ដែរដូចគ្នាដែរមាត្រពេលខ្លះគេឲ្យមកជាសង់ទីម៉ែត្រគីបពេលខ្លះគេឲ្យមកជាលីត្រពេលខ្លះគេឲ្យមកជាដេស៊ីម៉ែត្រគីបយើងត្រូវបំបែកមកប៉ាស្កាល់ទាំងអស់សំទោសបំបែកទៅម៉ែត្រគីបទាំងអស់បាទអញ្ចឹងនៅក្នុងចំណុចកកម្មន់នៃសម្ពាធថេរមានប៉ុណ្ណឹងប៉ុន្តែសូមបញ្ជាក់ទៅទៀតអញ្ចឹងចំណាំបើសិនជា V ដើមយើងតូចជាង V ស្រាច់អញ្ចឹងនាំឲ្យW យើងរកទៅឃើញធំជាង0ប៉ុន្តែបើសិនជា V ដើមយើងហ្នឹងវាធំជាង V ស្រាច់វិញអញ្ចឹងកម្មន់ដែលរកឃើញ W របស់យើងគឺតូចជាង0អញ្ចឹងអាស្រ័យលើព្រួញបើព្រួញបាញ់មកខាងស្ដាំមានន័យ W រកទៅឃើញធំជាង0បើព្រួញបាញ់ទៅខាងឆ្វេង W រកទៅឃើញតូចជាង0អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នាវីដេអូក្រោយ